ឲ្យលឺកូនដែលជាមិត្តរួមថ្នាក់រស់នៅក្នុងភូមិផ្សេងគ្នាកែវចាប់អារម្មណ៍នឹងភូមិកនដែលមានការអភិវឌ្ឍច្រើនជាងពេលមុនចូលអានការសន្ទនារវាងកែវនិងកនខាងក្រោមកែវកនឥឡូវនេះខ្ញុំឃើញភូមិឯងមិនឃើញភូមិឯងមានការរីកចម្រើនប្លែកពីពេលមុនឆ្ងាយណាស់តើមកពីហេតុអ្វីទៅកនកែវឯងមិនដឹងទេឬភូមិខ្ញុំបានរីកចម្រើនគឺមកពីឥឡូវនេះមេភូមិខ្ញុំបានរៀនសូត្របទពិសោធន៍ល្អនិងមានផែនការអភិវឌ្ឍភូមិច្បាស់លាស់កែវអ៊ីចឹងប្រធានភូមិឯងពិតជាបានខិតខំប្រឹងប្រែងធ្វើឲ្យភូមិគាត់រីកចម្រើនលូតលាស់ដូចភូមិខ្ញុំដែរកូនមីងសុភាជាស្ត្រីភូមិមេភូមិម្នាក់ដែលមានភាពឆ្លៀវវៃណាស់គាត់ឆាប់យកការងារចេះរៀបចំផែនការដើម្បីអភិវឌ្ឍភូមិគាត់ចេះធ្វើឲ្យប្រជាជនជឿជាក់និងចូលរួមសហការព្រោះគាត់ស្មោះត្រង់មិនកេងប្រវ័ញ្ចផលប្រយោជន៍ប្រជាជនម្យ៉ាងទៀតគាត់លះបង់ពេលវេលានិងកម្លាំងកាយចិត្តដើម្បីជួយប្រជាជនទាន់ពេលវេលាកែវអូគាត់ពិតជាជនគួរឲ្យគោរពមែន